យើងខំប្រឹងរត់ទទួលទាន10 20ឆ្នាំតាំងពីរៀបការមកបាន 100000 អីចឹងទៅអត់ហ៊ានធ្វើទានអត់ហ៊ានរក្សាសិលអីចឹងទៅទៀតនឹងឯងចឹងដើម្បីបានពេលវេលានឹងគិតទៅពីរត់ទ្របនឹងដល់ទៅពេលចាប់ដើមឈឺតិចតួចអីមិនទៅឲ្យពេទ្យមើលទេឈឺក្បាលអីហ្នឹងកន្លះឆ្នាំទៅបានវាមិនចេះបាត់សោះលេបថ្នាំបាត់តែមួយផ្លេតឈឺវិញដល់ទៅឲ្យពេទ្យពិនិត្យទៅពេទ្យសង្កពួរទៀតនៅពិនិត្យទៅគេថាដុសសាច់ក្នុងខួរក្បាលមហារាជភ័យទៅស្រុកនេះស្រុកនោះមើល$10000ហើយ10000ទៀតអស់100000ដែលខំសំ4-10ឆ្នាំហ្នឹងមក20ឆ្នាំហ្នឹងហើយក៏ស្លាប់ទៅអញ្ចឹងហ្នឹងឯងអាហ្នឹងគឺជារឿងពិតណាហ្នឹងឯងរឿងរ៉ាវមនុស្សយើងហ្នឹងអញ្ចឹងដែលមានជំងឺរោគាអញ្ចឹងមើលយើងអត់បានអីសោះខំប្រឹងមកជីវិតទ្របក៏អស់ជីវិតក៏អស់បើយើងបានធ្វើទានរក្សាសិលបដើទៅបងប្អូនកូនចៅ